ជំរាបសួរបងប្អូនអរគ្នាឥឡូវខ្ញុំបានមកដល់ក្រុងបរសៃនុដែលបងប្អូនហៅថាកំពង់សោមអ្នកនរគ្នាពេលមកដល់កន្លែងនេះម្ដងខ្ញុំតែងតែនឹកឃើញដល់អតីតកាលកាលហ្នឹងកាលនៅរៀនអ្នកនរគ្នាចុងឆ្នាំសាលាតែងតែមានកម្មវិធីមកលេងកំពង់សោមអីចឹងណាមកញ៉ាំមឹកមកញ៉ាំក្តាមគេលក់ឥឡូវខ្ញុំមកម្ដងទៀតហើយខ្ញុំមានអារម្មណ៍ថាបរិយាកាសផ្លាស់ប្ដូរដោយសារការរៀបចំបរិបទនៅនេះគឺថ្មីហើយស្អាតហើយអត់មានសម្រាមទេបងប្អូនខ្ញុំស្ថិតនៅក្នុងឆ្នេរអូឈើទាលតែម្ដងអត់មានសម្រាមសោះអ្នកនរគ្នានេះមើលទឹកស្អាតមែនទែនហើយនិយាយទៅគ្មានឆ្នេរអីដែលស្អាតជាងឆ្នេរនៅស្រុកខ្មែរអ្នកនរគ្នាខ្ញុំធ្លាប់ទៅបូរ៉ាកៃខ្ញុំធ្លាប់ទៅហ្វីលីពីនថៃឡាវវៀតណាមក៏ឆ្នេរអត់បានធម្មជាតិស្អាតដូចខ្មែរយើងដែរខ្មែរយើងមានដីខ្សាច់ឆ្នេរហ្នឹងសស្គូសតែម្ដងនៅស្រុកគេអត់សូវមានខ្សាច់ទេភាគច្រើនទឹកអាឡកមកគឺដីផុកយកហ្មងឆ្នេរស្អាតណាស់បងប្អូនឥឡូវខ្ញុំទៅទស្សនាថាតើកន្លែងណាខ្លះគេលក់មឹកកន្លែងណាខ្លះដែលគេជួយចិត្តដើរលេងអញ្ចឹងណាយើង back to the childhood again ចង់ប្រាប់បងប្អូនអរគ្នាដែរថាឥឡូវនេះគឺថ្ងៃម៉ោង 2 អ្នកនរគ្នាអញ្ចឹងរៀងក្តៅតិចដោយសារតែពេលល្ងាចទៅមានមនុស្សដើរលេងកន្លែងនឹងច្រើនអញ្ចឹងខ្ញុំមកថតអត់សូវមនុស្សមានបរទេសគេគេងគេអីយ៉ាងដែរអ្នកនរគ្នានេះស្អាតណាខ្ញុំប្រាប់បងប្អូនអរគ្នាទៅនៅស្រុកគេឆ្នេរអត់បានស្អាតដូចយើងទេហើយគេហៅទឹកជ្រៅទៀតយើងហេតុអីបានបរទេសគេស្រឡាញ់ឆ្នេរស្រុកខ្មែរដោយសារតែឆ្នេរស្រុកខ្មែរគឺជាឆ្នេរធម្មជាតិហើយខ្យល់ហ្នឹងអ្នកនរគ្នាខ្យល់របៀប humid មានន័យថាខ្យល់ហ្នឹងវាស្ងួតវាអត់ខ្យល់ក្តៅខ្លាំងឬក៏ធ្វើឲ្យយើងត្រជាក់ឬក៏ធ្វើឲ្យយើងបែកញើសអីណាវាខ្យល់ហើមមកប៉ះដៃយើងស្ងួតតែម្ដងហើយឆ្នេរយើងស្អាតអត់សូវមានអាឡុកធំហើយអត់មានការព្រួយបារម្ភតាក់ទងទៅនឹងស៊ូណាមីព្យុះតៃហ្វុងឬក៏ព្យុះអីអ្នកនរគ្នាស្រុកខ្មែរយើងអត់មានទេអញ្ចឹងសុវត្ថិភាពច្រើនមែនតើអញ្ចឹងសង្ឃឹមថាភ្ញៀវបរទេសមកលេងឆ្នេរយើងឲ្យបានច្រើនហើយស្គាល់អំពីរមណីយដ្ឋានតំបន់ទេសចររបស់ខ្មែរយើងទៀតដែលមិនចាំបាច់ព្រួយបារម្ភពីគ្រោះធម្មជាតិផ្សេងៗទេមួយវិញទៀតបងប្អូនឃើញខ្ញុំឃើញអាពងនោះគេដាក់កាមេរ៉ាស៊ូមដល់ទេអាពងក្រហមហ្នឹងគេដាក់ខ្សែសុវត្ថិភាពមានន័យថាបើយើងហែលត្រឹមនឹងបានទេគេចោលយើងហែលហួសហ្នឹងទេដោយសារតែគេមានគេបើកម៉ូតូទឹកមានបើកអីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាហែលត្រឹមខ្សែសុវត្ថិភាពគេដាក់ក៏ទៅគេការពារឥឡូវអត់ដូចមុនទេអ្នកនរគ្នាកាលជំនាន់ខ្ញុំហែលដល់ណាក៏បានដែរបរិយាកាសកន្លែងខ្ញុំកំពុងទៅឈរនេះគឺនៅឆ្នេរអូឈើទាលតែម្ដងក៏ប៉ុន្តែនៅរៀងឆ្ងាយពីឆ្នេរអូឈើទាលដើរមកចុងផុតបន្តិចហើយកន្លែងនេះស្ងប់ស្ងាត់បន្តិចដោយសារតែមានគេដាក់រឹងមានគេលក់មឹកលក់អីអញ្ចឹងណាមឹកនៅកន្លែងនេះថោកមែនទែនបងប្អូនអរគ្នា10តែ 15,000 ទេបើសិនជាយើងទិញមឹកនៅជាប់ឆ្នេរអូឈើទាលខាងមុខហ្មង20,000នេះ10គេថែមមួយហើយបងប្អូនទាំងអស់គ្នាមានឃើញអត់ថ្ងៃរៀបលេខទេបងប្អូនអើយស្អាតមែនទែនគិតទៅឆ្នេរស្រុកខ្មែរស្អាតទេសភាពផ្លូវថ្នល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបរសៃនុនេះគឺស្អាតខ្លាំងតែម្ដងដោយមានផ្សារទំនើបធំអគារនិងស្ថាគារធំផងដែរហើយស្ថាគារដែលខ្ញុំនឹង recommend ឲ្យបងប្អូនទាំងអស់គ្នាស្គាល់នេះគឺស្ថាគារ Riva Hotel ដែលមានទំហំធំតែម្ដងខ្ពស់ឡើងទៅលើទើបតែធ្វើហើយកន្លែងទទួលភ្ញៀវគេនេះគឺរៀបចំបានខ្ជូតតែម្ដងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានឹងបរិវេណនៅខាងក្នុងតែឥឡូវនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នានៅកន្លែងញ៉ាំបាយបន្តិចកន្លែងញ៉ាំបាយគេ breakfast គឺធំទលាយហើយខាងក្រោយ breakfast នោះអ្នកទាំងអស់គ្នាមាន playground ធំសម្រាប់ក្មេងៗកូនក្មេងក៏រត់លេងនៅជាន់ក្រោមមកមានត្រីសម្រាប់ពួកគាត់មើលត្រីសមុទ្រទៅបងប្អូនខាងក្នុងវិញគឺមានកន្លែងលក់កាហ្វេនៅពេលព្រឹកនៅក្នុងស្ថាគារទាំងមូលតែម្ដងដោយសារតែស្ថាគារនេះគឺធំលក្ខណៈ Premier បងប្អូនទាំងអស់គ្នាចំពោះចដាយន្តវិញសុទ្ធតែ touch screen តែម្ដងការរចនាបន្ទប់គឺថ្មីស្រឡាងហើយចំពោះបន្ទប់ខែមួយវិញខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាគឺការរចនា mode decor គឺស្រស់ស្អាតដោយមានទូទឹកកកមានគ្រែធំអាចមើលទៅឃើញ view យ៉ាងស្រស់ស្អាតឃើញសមុទ្រអ្នកនរនេះអើយស្អាតមែនទែនគ្រាន់តែបើកទ្វារឡើងគឺមានបរិយាកាសខ្យល់បក់មកគឺមុខឆ្នេរសមុទ្រតែម្ដងហើយបន្ទប់គេងធំទលាយអ្នកទាំងអស់គ្នាអាចធ្វើការអង្គុយបង្កើត content ឬក៏ធ្វើវីដេអូហើយបន្ទប់ទឹកវិញគឺមានបរិយាកាសធំទលាយដោយបន្ទប់ទឹកគេកញ្ចក់អ្នកទាំងអស់គ្នាអាចរូតបិទបែនហើយគេមានbathtub គេនៅខាងក្រោមចំណែកឯទូកៅអៅវិញគឺមានកៅអៅ2សម្រាប់បងប្អូនផ្លាស់សម្រាប់គេងយប់បានជាមួយនឹង safe lock អ្នកទាំងអស់គ្នាអាចទុកទៅបានសុវត្ថិភាពកន្លែងមើលជាមួយនឹងបន្ទប់ខែ2ម្ដងអ្នកទាំងអស់គ្នាអាចគេងបាន2នាក់ហើយញ៉ាំ breakfast បាន2នាក់អ្នកទាំងអស់គ្នាបន្ទប់ធំទលាយគឺមានការរចនាម៉ូដតាមបែបហុងស៊ុយអ្នកទាំងអស់គ្នាចូលមកឃើញ painting គេស្អាតហើយនឹងសាឡុងចំពោះនៅខាងក្រៅវិញមាន view យ៉ាងស្រស់ស្អាតដែលអ្នកទាំងអស់គ្នាអាចមើលទៅឃើញសមុទ្រនៅខាងមុខតែម្ដង
ហើយចំពោះបន្ទប់ suite room វិញគឺមាន salon Hermes ធំអ្នកនរគ្នាបន្ទប់មាន living room មួយហើយមានបន្ទប់គេងមួយបន្ទប់គេងហ្នឹងគឺក្រែមួយគឺធំមែនដែរសម្រាប់អ្នកដែលគាត់ចង់មក honeymoon ឬក៏អ្នកដែលគាត់ចង់ស្នាក់នៅដាច់ដោយឡែកពីគេមាន living room អញ្ចឹងណាហើយបន្ទប់ទឹកគឺធំគឺមានបន្ទប់មួយទឹកមាន bathtub អីធំដូចនៅបន្ទប់ខែ1និងខែ2ផងដែរខ្យល់ត្រជាក់មែនទេឃើញអត់ខ្យល់ខ្លាំងណាស់អ្នកនរគ្នា pool គេលយហ៎ pool គេយើងហាទឹកកន្លែងនេះយើងមើលឃើញសមុទ្រនៅកន្លែងនេះធំមកបងប្អូនស្អាតមែនតើអូយខ្ញុំចង់ហាទឹកបាត់សប្បាយខ្យល់ត្រជាក់ស្រួលរបៀបដូចថាយើងថតទៅដូចនៅស្រុកគេអញ្ចឹងណាចង់ស្អាតជាងស្រុកគេទេកំពុងសោមយើងអ្នកនរគ្នាយើងអាចថតទៅមើលឃើញទេសភាពសមុទ្រនៅខាងមុខហើយអ្នកនរគ្នាចង់មកកន្លែងជិមនេះធំហ្នឹងវ៉ាអ្នកនរគ្នាធំមែនអ្នកនរគ្នាអាចមកហាត់ប្រាណបានគឺមាន feature លេងច្រើនមែនដែរហើយកន្លែងហាត់ប្រាណហើយមានកន្លែង feature គេផ្សេងទៀតអ្នកនរគ្នាខ្ញុំអត់ឆាត់ប្រាណសាច់ធំហើយសំខាន់យើងសុខភាពល្អអីអញ្ចឹងណាមិនបាច់ចាំសាច់ដុំអីក៏បានដែរនេះម៉ាស៊ីនហាត់ប្រាណអ្នកនរគ្នាដឹងចុចលេណាទេគេមានម៉ូដគ្រប់ម៉ូដទាំងអស់សម្រាប់បងប្អូនអ្នកនរគ្នាដែលមកស្ថានភាពនេះគឺតម្លៃសមរម្យហើយអ្នកទាំងអស់គ្នានឹងទទួលបានបរិយាកាសល្អមែនទែនហើយខ្ញុំនឹងដាក់តម្លៃហើយនឹង contact នៅខាងលើដែលបងប្អូនទាំងអស់គ្នាអាចតាក់ទងបាននេះកន្ទប់ steam គេឈៀកបើកភ្លើងបើកអីមកលយមែនទែនខាងលើនេះក៏មាន cocktail មាន beer ដែលអ្នកទាំងអស់គ្នាអាចមើលនៅក្នុង menu បានឥឡូវចង់ញ៉ាំអីគេសម្រាប់ចង់ញ៉ាំអីសូម concept water 2មកបងចង់ប្រាប់បងប្អូនទាំងអស់គ្នាថាបើសិនជាមកលក្ខណៈមិត្តភ័ក្តិគ្នាច្រើនអីចង់មកទស្សនាដើរលេងកំពង់សោមមិនបាច់ទៅលេងតែឆ្នេរទេបងប្អូនឡើងតែមកលើដំបូលខាងលើ rooftop មកហែលទឹកលេងមើលបរិយាកាសទឹកសមុទ្រនេះគឺសប្បាយមែនទែនចំពោះខ្ញុំអត់ចេះហែលទឹកសមុទ្រអញ្ចឹងហែលទឹក pool មានសុវត្ថិភាពជាទីបំផុតហើយបើបងប្អូនចង់ទៅក្រៅវិញគ្រាន់តែចុះទឹកដល់ ground floor ឆ្លងថ្នល់តែបន្តិចសមុទ្រនៅខាងមុខនឹងតែម្ដង